ហើយប្រសិនបើអ្នកឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីឯខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែអ្នកឯងកុំខន់ផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំសូមជូនសារទៅអ្នកឯងសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907អ្នកឯងត្រូវតែគោរពបើអ្នកឯងមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែឯងចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែឯងត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដំបូងខ្ញុំសូមគោរពបរិយាជគុណនៅនេះដែរថ្វាយបង្គំបរិយាជគុណព្រះសង្ឃគ្រប់អង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំកាលណាខ្ញុំរួមជាមួយនឹងគណៈដឹកនាំផ្សេងទៀតបានមកកាន់ទីនេះថ្ងៃមុននាយករដ្ឋមន្ត្រីក៏បានមកជួបបងប្អូននៅទីនេះឥឡូវនេះឪពុកនាយករដ្ឋមន្ត្រីក៏មកដល់ទីនេះផងដែរដើម្បីសួរសុខទុក្ខបើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីទៀតក៏ដោយក៏ប៉ុន្តែខ្ញុំនៅតែមានការទទួលខុសត្រូវក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់ហើយដំបូងនេះអនុញ្ញាតឲ្យខ្ញុំបានពំនាំនៅព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈនិងសម្ដេចម៉ែព្រះមេដាជាតិជាទីសក្ការៈចំពោះបងប្អូនជុំរួមជាតិទាំងអស់ដែលបានភៀសសឹកមកកាន់ទីនេះព្រះមហាក្សត្ររបស់យើងព្រះមេដាជាតិរបស់យើងប្រងតែងតែគិតគូរខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ពក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែនព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គដើម្បីគ្រប់គ្រងបរលកងទ័ពនៅឯជាយដែនក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដីព្រះអង្គក៏ធ្លាប់បានបញ្ជូននៅក្រុមរបស់ជំនួយក្រុមរបស់ដែលព្រះបរមរាជវាំងមកប្រើប្រាស់ជំនួយនៅទីនេះផងដែរខ្ញុំមកទីនេះគឺពិតជានឹកឃើញទៅដល់អ្វីដែលហៅថាសន្តិភាពអ្វីទៅដែលហៅថាសង្គ្រាមខ្ញុំថ្ងៃនេះពិតជាអណោយអាធម្មនឹកឃើញទៅដល់រឿងអតីតកាលដ៏ជូរចត់របស់យើងប៉ុន្តែមិននឹកស្មានថាអតីតកាលរបស់យើងប្រកបទៅដោយការឈឺចាប់នោះវាបានវិលត្រឡប់មកវិញតាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាងរបស់យើងដែលយើងគ្មានអ្វីដែលជាការប៉ងប្រាថ្នាក្រៅពីការធ្វើជាមិត្តភាពនិងធ្វើជាអ្នកជិតខាងល្អនោះទេនេះហើយដែលជាទង្វើដែលសូមឲ្យអន្តរជាតិត្រូវមើលឲ្យឃើញថា
តើប្រទេសកម្ពុជាឬថៃអ្នកណាឆ្លៀនពៀនអ្នកណាតើថៃមានបានជំនះប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេតើថៃមានបានជំនះមានជនភៀសឹកដោយសារកម្ពុជាឆ្លៀនពៀនទេនៅទីនេះគឺជាសាក្សីរស់សម្រាប់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃទើបនាំដល់ទៅការមានជនភៀសឹកមករស់នៅទីនេះដែលជារឿងជាអកុសលហើយសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌និងនិយមសន្តិភាពមើលឃើញឲ្យបានច្បាស់នៅទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃយើងប្រាថ្នាធ្វើជាមិត្តប៉ុន្តែគេចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដីរបស់យើងឆ្នាំ2008តទល់គ្នារហូតដល់ឆ្នាំ2011ខាងផ្លូវយោធានិងតទល់គ្នាតាមផ្លូវច្បាប់រហូតដល់ឆ្នាំ2013ខ្ញុំនឹកស្មានថាសង្គ្រាមនេះបញ្ហានេះវាត្រូវបានបញ្ចប់តាមរយៈនៃការក្តីក្តាំនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេតាមរយៈការបោះស្រាយសាលក្រមតុលាការនោះរួចស្រេចទៅហើយក្នុងរយៈពេលជិត10ឆ្នាំពីឆ្នាំ2014រហូតមកទល់2023និង2025នេះយើងពុំមានរឿងអ្វីកើតឡើងនោះទេពេលនោះខ្លួនខ្ញុំធ្វើជានាយករដ្ឋមន្ត្រីខ្ញុំធ្វើការយ៉ាងល្អជាមួយនឹងប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីរបស់ថៃគ្មានរឿងអ្វីកើតឡើងទេបន្ទាប់ទៅយើងធ្វើការមួយរយៈជាមួយនាយករដ្ឋមន្ត្រីបន្តមកទៀតក៏គ្មានរឿងអ្វីកើតឡើងដែរក៏ប៉ុន្តែជាអកុសលនាយករដ្ឋមន្ត្រីថ្មីដែលបានកើតឡើងប្រហែលខែមុននេះបែរជាកើតរឿងដ៏អកុសលនៅទីនេះថ្ងៃស្អែកខ្ញុំនឹងនិយាយទៅកាន់ពលរដ្ឋកម្ពុជាក៏ដូចជានិយាយទៅកាន់ប្រជាជនថៃអំពីរឿងនេះតើប្រវត្តិនៃទំនាក់ទំនងឡើងចុះរវាងកម្ពុជានិងថៃបែបណាហើយខ្ញុំនឹងផ្សាយបន្តផ្ទាល់ដើម្បីជូនសារទៅកាន់ប្រជាជនកម្ពុជានិងជូនសារទៅកាន់ប្រជាជនថៃដែលភាគច្រើនលើសលប់ក៏ស្រឡាញ់សន្តិភាពដូចជាយើងដែរខ្ញុំមិននឹកស្មានថាគ្រួសារមួយដែលខ្ញុំបានជួយចំពោះពួកគេបែរជាឡើងធ្វើនាយករដ្ឋមន្ត្រីគឺបង្កើតឡើងនៅរឿងបែបនេះសូម្បីតែខ្លួនអះអាងថាម្ដងមានអំណាចម្ដងអត់អំណាចថ្ងៃស្អែកខ្ញុំនឹងនិយាយរឿងនេះខ្ញុំពិតជាមានការសោកស្ដាយជាមួយនឹងអ្វីដែលបានកើតឡើងតែវាមិនគួរកើតដំណាក់កាលដែលខ្ញុំក៏គួរតែបញ្ជាក់ថានៅពេលដែលខ្ញុំបញ្ចប់សង្គ្រាមដឹកនាំបញ្ចប់សង្គ្រាមតាមរយៈនៃនយោបាយឆ្នេះឈ្នះជាមួយនឹងការដាក់ចេញនៃយុទ្ធសាស្ត្រត្រីកម្មខ្ញុំបាក់ដាក់ចេញនៅគោលដៅ2សំខាន់គោលដៅទី1គឺប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍដូច្នេះហើយបានជាយើងកសាងភូមិកសាងផ្ទះជូនក្រុមគ្រួសារទាហានរបស់យើងជូនគ្រួសារផ្ដល់ដីធ្លីជូនប្រជាជនយើងនៅតាមតំបន់ចុងកាត់បាត់យករាប់ទាំងតាមព្រំដែនកម្ពុជាថៃព្រំដែនកម្ពុជាវៀតណាមព្រំដែនកម្ពុជាឡាវផងដែរយើងចង់បានគោលដៅនោះគឺប្រែក្លាយតំបន់
ដែលធ្លាប់តែច្បាំងគ្រាកាលពីអតីតកាលឲ្យទៅជាតំបន់អភិវឌ្ឍយើងធ្វើកិច្ចការងារនេះបានច្រើនណាស់ទៅហើយអ្នកទាំងអស់គ្នាដែលមិនធ្លាប់មកនៅទីនេះបានមកនៅទីនេះដោយសុខសប្បាយប៉ុន្តែជាអកុសលមានរឿងនេះកើតឡើងហើយគោលដៅទី2របស់ខ្ញុំបានដាក់ចេញនៅពេលនោះគឺប្រែคลายខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍនេះជាគោលដៅសំខាន់ដែលខ្ញុំដាក់ចេញកាលពីឆ្នាំ1998ឥឡូវមកដល់ពេលនេះវាជិត30ឆ្នាំហើយយើងសម្រេចបាននូវលទ្ធផលល្អប្រសើរប៉ុន្តែជាអកុសលការឡើងចុះក្នុងទំនាក់ទំនងរវាងកម្ពុជាថៃវាក៏ចំណុះទៅលើអេរយាប័តនៃមេដឹកនាំនៅទីក្រុងបាងកកហើយស្អែកខ្ញុំនឹងជូនសារប្រាប់ទៅក្មួយស្រីខ្ញុំហៅតែក្មួយស្រីទៅចុះខ្ញុំមិនប្រមាថទេប៉ុន្តែខ្ញុំហៅលោកជំទាវទៅចុះថាជូនសារទៅហេតុអីបានជាមានរឿងនេះកើតឡើងមានរឿងអីកើតឡើងហើយសូម្បីតែថ្ងៃនេះខ្ញុំមិញហ្នឹងខ្ញុំបង្ហោះ Facebook មួយចេញណាមិនដឹងថាទីនេះខ្ញុំបង្ហោះ Facebook មួយចេញខ្ញុំមកគេយកទៅកន្លែងភ្លាមគេយកទៅកន្លែងភ្លាមថាខ្ញុំបានដោះតួនាទីអគ្គបញ្ជាការកងទ័ពហើយឡើងកាន់អគ្គបញ្ជាការខ្លួនឯងដើម្បីត្រៀមវាយថៃខ្ញុំបានឆ្លើយតបថាខ្ញុំមកសួរសុខទុក្ខខ្ញុំមិនឆ្លើយតបទេក៏ប៉ុន្តែខ្ញុំបានរំលឹកទៅអ្វីដែលពួកគេនិយាយរឿងបែបនេះក៏គេធ្វើទៅកើតគេធ្វើទៅកើតតែនៅទីនេះក៏កំពុងតែផ្សាយចេញផ្ទាល់ដែរផ្សាយចេញផ្ទាល់ខ្ញុំបានមកកាន់ទីនេះគឺខ្ញុំមកបើទោះបីជាខ្ញុំមិនចេញបញ្ជាតបទេអ្នកដែលមានសិទ្ធិបញ្ជាតបពេលនេះគឺនាយករដ្ឋមន្ត្រីដែលមកសួរទុកទុកបងប្អូនប្រហែលថ្ងៃមុននេះដែលជាកូនប្រុសរបស់ខ្ញុំនិយាយអញ្ចឹងទៅចុះជាកូនប្រុសរបស់ខ្ញុំអ្នកដែលមានសិទ្ធិបញ្ជាតបគឺនាយករដ្ឋមន្ត្រីការពារជាតិនិងអគ្គបញ្ជាការកងទ័ពប៉ុន្តែខ្ញុំមានភារកិច្ចទទួលខុសត្រូវមួយក្នុងឋានៈជាពលរដ្ឋឬក្នុងឋានៈជាមេដឹកនាំខ្ញុំជាមនុស្សទី2បន្ទាប់ពីព្រះមហាក្សត្រមកគឺប្រធានព្រឹទ្ធសភានោះឯងដែលជាមេដឹកនាំរបស់ប្រទេសតើខ្ញុំមានការចាំបាច់ដើម្បីទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេសូម្បីតែអំណាចនាយករដ្ឋមន្ត្រីដែលខ្ញុំធ្លាប់កាន់38ឆ្នាំក៏ខ្ញុំលះបង់ខ្ញុំតែងតាំងអគ្គបញ្ជាការទ័ពខ្ញុំតែងតាំងមេជើងគោកឬក៏មេជើងអាកាសមេជើងទឹកតើមានការចាំបាច់ណាមួយដើម្បីឲ្យខ្ញុំត្រូវកាន់កងទ័ពអគ្គបញ្ជាការកងទ័ពខ្លួនឯងនេះបើសូម្បីតែតំណែងនាយករដ្ឋមន្ត្រីក៏ខ្ញុំសុខចិត្តចោលគ្មានការចាំបាច់ទេបងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំថាហៅខ្ញុំថាជាអគ្គភស្តុភារជាន់ខ្ពស់ខ្ញុំក៏ទទួលយកដល់ការពេញចិត្តដើម្បីផ្គត់ផ្គង់កងទ័ពវៃចោលទៅទៀតសម្លេងរបស់ហ៊ុនសែនគឺជាសម្លេងជាតិរបស់កម្ពុជាជាមេដឹកនាំនៅក្នុងការលើកគោលនយោបាយយុទ្ធសាស្ត្រការពារជាតិដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជនហ៊ុនសែនបានដឹកនាំប្រទេសនេះ
ចូលរួមដឹកនាំនិងដឹកនាំប្រទេសនេះរយៈពេលជិតកន្លះសតវត្សទៅហើយដោយសារគ្មានការចាំបាច់ណាដើម្បីឲ្យខ្ញុំទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេហើយឥឡូវនេះឧត្តមសេនីយ៍នៅខាងក្រោយទាំងប្រមាណពួកគេតែងតែគោរពនិងផ្ដល់តម្លៃដល់ខ្ញុំក្នុងឋានៈជាមេដឹកនាំរបស់ពួកគេខ្ញុំមិនមែនត្រឹមតែជាមេទ័ពទេក៏ប៉ុន្តែគឺជាអ្នកបង្កើតទ័ពដើម្បីវាយប៉ុលពតកាលពីដើមហើយអ្វីទៅបានជាអ្នកឯងមកបំផន់ត្រឹមតែប៉ុណ្ណឹងអ្នកឯងបំផន់ខ្ញុំសូមជូនសារទៅអ្នកឯងសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907ណែឯងត្រូវតែគោរពបើណែឯងមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែឯងចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែឯងត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដូច្នេះបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជាឥឡូវសូម្បីតែអ្នកទៅនឹងកូនខ្ចីអ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះមនុស្សចាស់ជនពិការក៏មកកាន់ទីនេះតើប្រជាជនកម្ពុជាចង់បានទេយើងអត់ចង់បានទេខ្ញុំជឿជាក់ថាប្រជាជនថៃក៏មិនចង់បានដែរក៏ប៉ុន្តែមានជនល្មោបសង្គ្រាមមួយកុំតូចដែលចង់ធ្វើរឿងនេះជំលោះនយោបាយនៅឯបាងកកបានផ្ទេរជំលោះមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់អ្នកឯងទេថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯងសូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏អ្នកឯងប្រាំមកខ្ញុំដែរអ្នកឯងសូម្បីតែគ្នារបស់អ្នកឯងក្បត់ទៅហើយតើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15អ្នកឯងទៅចាំបាន5តាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបអ្នកឯងខ្ញុំបានប្រាប់ទៅអ្នកឯងវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយអ្នកឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើអ្នកឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងនោះបដៅកូនរបស់អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែអ្នកឯងកុំខំផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនសំផន់ច្រឡំខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានជំពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណែឯងជំពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មើភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជ័យគ្នាតែប៉ុណ្ណឹងទេតែណែយល់ទេហើយបើណែចង់បានបន្ថែមណែឆ្លើយតបយុគនឹងដើម្បីខ្ញុំប្រមូលព័ត៌មានហើយខ្ញុំវាយមកចានចេញនៅថ្ងៃស្អែកខ្ញុំអាចពន្យាពេលធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីខ្ញុំនិយាយខ្ញុំអាចយកពេល4ទៅ5ម៉ោងដើម្បីនឹងនិយាយរឿងនេះហើយផ្សាយបន្តផ្ទាល់តែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែបញ្ចេញបន្តិចដើម្បីរងចាំមើលឯងប្រតិកម្មយ៉ាងម៉េចយប់នេះខ្ញុំសូមជម្រាបថាណែឯងបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយណែឯងបានពឹកពាក់អ្វីខ្លះណែឯងនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់ណែឯងក៏ណែឯងក្បត់
ចឹងដែរមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះព្រោះរឿងវាបានកើតឡើងអញ្ចឹងណាណែគួរតែបដៅកូនរបស់ណែទៅហើយកូនស្រីរបស់ណែគួរតែត្រូវបានគេហៅថាត្រូវបានកុំប្រមាថអ្នកដទៃកុំប្រមាថអ្នកដទៃប៉ុន្តែអ្វីដែលវាបានកើតទៅហើយយើងសង្ឃឹមរងចាំថានៅប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីហើយចេញមកដើម្បីនឹងដោះស្រាយជាមួយកម្ពុជាព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយអ្នកណាអំណាចពិតប្រាកដគឺជាអ្នកណាតើជាតបឬជាបកនយោបាយឬក៏អ្នកនៅក្រោយបកនយោបាយឬក៏ជានាយករដ្ឋមន្ត្រីវាអត់ដឹងថាណាជាអ្នកមានអំណាចពិតប្រាកដវាលំបាកណាស់ហើយយើងក៏អាចយល់ដឹងបានថាគឺលុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងអ្នកជនអ្នកនោះអាចនឹងមានសុខចន្ទៈដោះស្រាយជាមួយនឹងកម្ពុជាមិនមើលទៅថៃជាសត្រូវនោះទេយើងគ្រាន់តែចាត់ទុកថាពួកជ្រុលនិយមមួយក្រុមដោយរយទៅដោយកងទ័ពខ្លះនិងអ្នកនយោបាយខ្លះតែប៉ុណ្ណោះយើងមិនប៉ះពាល់មិនថាអាវក្រហមមិនថាអាវលឿងមិនថាអាវសម្រាប់ពណ៌នោះទេយើងធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃយើងមិនរំពឹងថាគ្រប់ត្របកនេះបកនោះយើងមិនដែលធ្វើកិច្ចការងារនោះទេត្រង់តែឯងពឹងពាក់ខ្ញុំយ៉ាងម៉េចសុំខ្ញុំពិគ្រោះយោបល់យ៉ាងម៉េចខ្ញុំមានធ្វើបើសិនជាអ្នកឯងចង់ឲ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែកខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃស្អែកអំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំហើយបានប្រាប់ខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងអានឹងខ្ញុំគ្រាន់តែជូនសារប៉ុណ្ណឹងទេឥឡូវបកមកបងប្អូនយើងនេះឥឡូវស្ថានភាពវាបែបនេះវាមិនមែនជាការងាយស្រួលទេហើយប្រគុណចំពោះបដិជគុណព្រះចៅអធិការដែលបានទទួលឲ្យមានការស្នាក់នៅទីនេះបូកទៅដោយការចូលរួមការកសាងនានាដើម្បីសុវត្ថិភាពរបស់បងប្អូនរឿងនេះគឺជារឿងដែលយើងលំបាកនឹងជៀសវាងក៏ប៉ុន្តែយើងចង់ជៀសវាងតែជៀសវាងវាមិនបានតែវាសំណាងល្អហើយដែលយើងមានកន្លែងស្នាក់នៅតែវាមិនដូចផ្ទះយើងទេខ្ញុំគ្រាន់តែប្រាំផ្ញើថាឥឡូវមានគ្រួសារខ្លះប្រពន្ធមកនេះយកកូនមកនេះប្តីនៅចាំផ្ទះសូមឲ្យប្រឹងប្រែងរៀបចំលេនដ្ឋាននៅតាមផ្ទះព្រោះពួកគេគឺអាចនឹងធ្វើការវាយប្រហារយើងគ្រប់ពេលដូច្នេះក្រៅពីបងប្អូនដែលបានជំនះខ្លួនមកកាន់ទីនេះក្នុងឋានៈជាជនជាតិជនភាសាបងប្អូនក៏ត្រូវហើយដែលមានអ្នកនៅតាមផ្ទះសូមឲ្យពួកគេជិះលេនដ្ឋានឲ្យបានរឹងមាំដើម្បីការពារខ្លួនសុវត្ថិភាពខ្លួននិងក្រុមគ្រួសារខ្លួននៅពេលណាមួយយើងវិលត្រឡប់បែរជាមានរឿងកើតឡើងយើងក៏មានទីជម្រកសូមឲ្យគ្រប់ផ្ទះដែលនៅជិតតំបន់ព្រំដែនជិះលេនដ្ឋានហើយរឿងនេះអាជ្ញាធរខេត្តក៏ដូចជាស្រុកនិងមូលដ្ឋានឃុំភូមិយកចិត្តទុកដាក់ជួយគ្នាដើម្បីរៀបចំលេនដ្ឋានសម្រាប់សុវត្ថិភាពយើងធ្លាប់ដេកលេនដ្ឋានតាំងពីឆ្នាំ1970រហូតមកទល់ឆ្នាំ1998ធ្វើយើងបញ្ចប់សង្គ្រាមហើយឥឡូវយើងបែរជានាំគ្នាទៅដេកលេនដ្ឋានឡើងវិញនៅក្នុងផ្នែកមួយនៃទឹកដីកម្ពុជាគឺព្រំដែនកម្ពុជាថៃដែលផ្ដើមចេញមិនមែនចេញពីយើងទេយើងគ្មានត្រូវការឈ្លានពានទឹកដីណាទេទឹកដីយើងបាត់បង់ច្រើនណាស់ទៅហើយ
អ្នកចិត្តខាងយើងមានជនជាតិខ្មែរនៅទីនោះដែលនិយាយភាសាខ្មែរយ៉ាងច្បាស់នេះជាផុសតាងបញ្ជាក់ថាទឹកដីខ្មែរកាលពីដើមធំទូលាយជនជាតិយើងគឺនៅច្រើនកន្លែងប៉ុន្តែយើងនៅសល់ទឹកដីប៉ុណ្ណេះយើងការពារទឹកដីតែប៉ុណ្ណឹងអត់ចង់បានទឹកដីណាទេហើយខ្ញុំអំពាវនាវសូមបងប្អូនជនរួមជាតិដែលមកដល់កន្លែងនេះខិតខំរក្សាការពារអនាម័យហើយខិតខំធ្វើម៉េចការពារខ្លួនជាពិសេសស្ត្រីមានផ្ទៃពោះកុំភ្លេចថាពេលនេះម្នាក់ជីវិតពីរត្រង់នេះហើយដែលយើងត្រូវតែមានការទទួលខុសត្រូវហើយសូមអាជ្ញាធរខេត្តរៀបចំឲ្យបានច្បាស់លាស់អំពីបញ្ហាការទទួលខុសត្រូវនានាសម្រាប់សុវត្ថិភាពរាប់ទាំងបញ្ហាក្រុមគ្រូពេទ្យប្រចាំការអីជាដើមត្រូវតែមានឲ្យបានច្បាស់ជួនកាលជំងឺភ្លាមត្រូវដោះស្រាយភ្លាមតួអង្គក្រសួងសុខាភិបាលត្រូវមានចំណែកទទួលខុសត្រូវការកបាតក្រហមក៏មានការទទួលខុសត្រូវផ្នែកពាក់ព័ន្ធនានាមានការទទួលខុសត្រូវយើងទទួលខុសត្រូវចំពោះបងប្អូនជនរួមជាតិរបស់យើងខ្ញុំពិតជាមានការសោកស្ដាយដែលរឿងបែបនេះកើតឡើងខ្ញុំនិយាយតាមត្រង់ចំណន់ប្រយុទ្ធច័ន្ទអូចារយៈពេលជិត10ឆ្នាំអត់មានរឿងអីកើតឡើងដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងគឺដំណាក់កាលអតីតនាយករដ្ឋមន្ត្រីថៃច័ន្ទប្រយុទ្ធច័ន្ទអូចាទោះបីគាត់ចេញពីទាហានប៉ុន្តែគាត់បានដឹកនាំប្រទេសហើយគាត់ធ្វើសាមគ្គីភាពជាមួយប្រទេសជិតខាងទាំងអស់ឥឡូវនិយាយដោយត្រង់ប្រទេសថៃមានបញ្ហាគ្រប់ប្រទេសទាំងអស់ជាប់ជិតខាងព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេទេព្រំដែនជាមួយម៉ាឡេស៊ីក៏មានបញ្ហាឥឡូវម៉ាឡេស៊ីប្រុសធ្វើលបងដើម្បីទប់ស្កាត់គ្រឿងញៀនព្រំដែនជាមួយភូមាម៉ាយ៉ាម៉ាព្រំដែនជាមួយឡាវសុទ្ធតែមានបញ្ហានៅសល់ព្រំដែនកម្ពុជាឥឡូវត្រូវបានបិទជាឯកតោភាគីហើយខ្ញុំសង្ឃឹមថានឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួលទំនាក់ទំនងនេះហើយយើងត្រៀមខ្លួននឹងធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀតយើងមិនជឿជ័យចូលកិច្ចការផ្ទៃក្នុងថៃទេក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះក៏ត្រូវការមានមេដឹកនាំថ្មីដែរនេះមិនមែនជាខ្ញុំជឿជ័យទេហើយខ្ញុំដាក់បង្ហោះសារដោយសារតែខ្ញុំបង្ហោះសារលបងអំពីកូនខ្ញុំក្បាលតាពេញនេះវាជាឧបនាយករដ្ឋមន្ត្រីហើយជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហត្ថលេខរបស់វានៅទាហានឥឡូវគេពាក់ផ្កាយ3ផ្កាយ4វានៅពាក់សាក់5ទេប៉ុន្តែវាមិនព្រមពាក់ចឹងបានខ្ញុំបង្ហោះបងប្អូន3នាក់មួយធ្វើនាយករដ្ឋមន្ត្រីនោះវាពាក់អាវទាហានមួយទៀតគឺទាហានអានោះទាហានខាងមេចារកម្មនឹងមេបញ្ជាការកងទ័ពជើងគោកហើយមួយទៀតគឺក្បាលតពេកតែឯងនេះអញ្ចឹងខ្ញុំបង្ហោះសារលេងទៅថាពីរនេះមានសក់តែមានមួកពាក់ហើយមួយទៀតអត់សក់តែអត់មួកពាក់ទៀតណាស្រាប់តែវាចូលមកវាមកចូលសម្រុកជេរក្នុង Facebook របស់ខ្ញុំតែម្ដងអញ្ចឹងបានខ្ញុំនិយាយទៅវិញថាតាមការស្មានរបស់ខ្ញុំយ៉ាងប្រហែលជា3ខែខាងមុខនឹងមាននាយករដ្ឋមន្ត្រីថ្មីឥឡូវចាំមើលបើខ្ញុំទាយខុសអានឹងទុកចោលចុះចាត់ទុកតែខ្ញុំខុសប៉ុន្តែប្រហែលជាមិនខុសទេតុលាការធម្មនុញ្ញឬក៏ក្នុងសភារបស់ថៃគេមិនអនុញ្ញាតឲ្យមនុស្សបែបនេះដឹកនាំប្រទេសនេះហើយកងទ័ពក៏មិនដឹងថាតើ
នាយករដ្ឋមន្ត្រីមានអំណាចឬក៏កងទ័ពមានអំណាចយើងអត់ដឹងដល់ណាទេហើយយើងគោរពនៅការសម្រេចចិត្តរបស់ប្រជាជនថៃយើងអត់ជឿទេប៉ុន្តែគេហាក់ដូចជាជ្រុលពេកហើយសូម្បីតែ Facebook របស់ខ្ញុំក៏ប្រកាសហើយខ្ញុំមកសួរសុខទុក្ខកងទ័ពមកថាខ្ញុំនឹងដកតំណែងអគ្គមជ្ឈការទ័ពហើយធ្វើអគ្គមជ្ឈការទ័ពដែរខ្លួនឯងដើម្បីវាយថៃគ្រប់គ្រងព័ត៌មានខ្លួនឯងអត់បានទេដោយខ្ញុំនិយាយចឹងខ្ញុំជាអ្នកតែងតាំងមេទ័ពខ្ញុំជាអ្នករៀបចំនិយាយតាមមួយបែបទៅណាក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំមានសិទ្ធិនឹងរៀបចំជាមួយនឹងនាយករដ្ឋមន្ត្រីជាមួយនាយករដ្ឋមន្ត្រីពេលមុនខ្ញុំធ្វើនាយករដ្ឋមន្ត្រីផងធ្វើជាប្រធានបកផងខ្ញុំធ្វើគ្រប់តែឥឡូវអំណាចតែងតាំងគឺស្ថិតនៅលើនាយករដ្ឋមន្ត្រីក៏ប៉ុន្តែត្រូវបានពិគ្រោះយោបល់ជាមួយនឹងប្រធានគណៈបកកណ្ដាលអំណាចអ្នកណាឈរជាសមាជិកសភាអ្នកណាឈរជាសមាជិកព្រឹទ្ធសភាត្រូវប្រធានគណៈបកកណ្ដាលអំណាចសូម្បីតែសំណើតែងតាំងនាយករដ្ឋមន្ត្រីគឺប្រធានគណៈបកកណ្ដាលអំណាចខ្ញុំជាអ្នកស្នើតែងតាំងនាយករដ្ឋមន្ត្រីនេះរដ្ឋធម្មនុញ្ញតម្រូវបែបនោះអញ្ចឹងតើមានការចាំបាច់ឲ្យខ្ញុំធ្វើអគ្គមជ្ឈការកងទ័ពធ្វើអីហើយបើនិយាយពីផ្កាយវិញនេះផ្កាយឡើងខាងណាផ្កាយខាងណាផ្កាយនេះពីដើមព្រះមហាក្សត្រព្រះអង្គប្រទានតាំងពីឆ្នាំ2007 ឥឡូវ2025 18ឆ្នាំរួចមកហើយឧត្តមសេនីយ៍ផុតលេខនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5រយៈពេល18ឆ្នាំហើយមិនមែនជាទាហានធម្មតាជាទាហានដែលឆ្លងកាត់សមរភូមិរបួស5ដងនិងចូលសមរភូមិ105លើកសូមអ្នកកុំភ័ន្តច្រឡំយុទ្ធសាស្ត្រយុទ្ធវិធីកងទ័ពតាំងពីកូនទាហានរហូតដល់ធ្វើជាមេដឹកនាំប្រទេសហើយធ្វើជាមេដឹកនាំប្រទេសដែលគេប្រសិទ្ធនាមថាជានាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោកខ្ញុំសូមបងប្អូនដោយការគោរពដោយការស្រឡាញ់ខ្ញុំពិតជាមានការឈឺចាប់នៅក្នុងចិត្តដោយសារឃើញបញ្ហាស្ថានភាពច្រំដែលឬកើតឡើងយើងនឹងស្វះស្វែងរកទំនាក់ទំនងជាមួយជិតខាងការវាយគ្នាវាមិនមែនជារឿងល្អទេជៀសបានជៀសទៅតែបើជៀសមិនបានយើងបង្ខំចិត្តត្រូវតែវាយហើយអញ្ចឹងសូមកុំចាំបាច់គម្រាមធ្វើនេះគម្រាមទៅនោះហើយស្អែកខ្ញុំនឹងនិយាយអាគម្រាមនឹងដែរគម្រាមថេះហើយអានោះខ្ញុំនឹង5ទៅវិញហើយខ្ញុំចាំមើលជុំនេះវាឆ្លើយតបយ៉ាងម៉េចដើម្បីស្អែកខ្ញុំប្រមូលព័ត៌មានដាក់ទៅមកក្រាំងហើយបន្ទាប់ពីនោះទៅខ្ញុំរងចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីតែម្ដងខ្ញុំគិតថាភាសាខ្ញុំត្រូវកុំអីណាកុំអីពីមុនរៀបចំផែនការចេះឥឡូវមើលដៃរបស់ខ្ញុំនៅប៉ងស្មងកន្លើយជាសំណាងល្អដោយសារខ្ញុំពិនិត្យសុខភាពហើយពិនិត្យទៅដល់បេះដូងខ្ញុំនិយាយឲ្យចោះកុំឲ្យគេប៉ាន់ស្មានថាខ្ញុំចិត្តងាប់ហើយបើស្រែកលឺប្រឡងនេះអាហ្នឹងគេហៅថាសម្រែកគេសរសៃសម្ដីសារកាមិនអញ្ចឹងព្រោះឲ្យខ្ញុំនិយាយតិចមិនកើតណាគេថាលោកខ្លួនតែឡើងនិយាយឡើងលឺចូលមកនិយាយលឺអើយអូនអើយបងអើយអញ្ចឹងហើយខ្សឹបចឹងខ្ញុំអត់ចេះធ្វើដូចទេណា
សម្ដីខ្ញុំវាតែប៉ុណ្ណឹងខ្ញុំត្រូវពិនិត្យដើម្បីរកឲ្យឃើញតើជំងឺវាមានអីខ្លះអ្វីល្អទាំងអស់ប៉ុន្តែខ្ញុំទាមទារឲ្យគេពិនិត្យបេះដូងរបស់ខ្ញុំព្រោះខ្ញុំមានបងប្រុសម្នាក់ដែលទទួលមរណភាពនៅឆ្នាំ2022តកូលខ្ញុំគ្រួសារខ្ញុំមិនដែលមានអ្នកកាំបេះដូងទេអញ្ចឹងដោយហេតុនេះហើយទើបជាខ្ញុំមានតម្រូវការឲ្យគ្រូពេទ្យក៏ឯកភាពវាត្រូវការរុញតាមតសៃដៃរុញចូលមកដល់បេះដូងរបស់យើងក្នុងតសៃរបស់យើងតសៃខាងស្ដាំគឺមានតសៃធំដែលចិញ្ចឹមបេះដូងតសៃធំមួយបូកនឹងតសៃតូច3ជាផ្នែកគឺល្អទាំងអស់សម្រាប់តសៃខាងឆ្វេងចិញ្ចឹមបេះដូងតសៃធំល្អទាំងអស់តសៃតូចផ្នែក2ល្អហើយតសៃមួយទៀតគឺរួមនៅសល់1.4 មីលីម៉ែត្រអញ្ចឹងពេទ្យសម្រាប់ចិត្តភ្លាមថាមិនតាន់ដាក់រស័រទេគឺត្រូវពង្រីកពីទំហំ 1.4 មីលីម៉ែត្រទៅជា 4.7 មីលីម៉ែត្រប្រសិនបើ 2-3 ឆ្នាំទៀតវារួមតូចមកវិញទៅយើងដាក់រស័រដើម្បីការពារកុំឲ្យមានជំងឺបេះដូងកើតឡើងអញ្ចឹងសុខភាពរបស់ហ៊ុនសែននៅល្អណាស់ក៏មើលឃើញថាហ៊ុនសែនបែបនេះជាហ៊ុនសែនទួនខ្សោយសូម្បីតែឥឡូវត្រូវបញ្ជាកងទ័ពឧទាហរណ៍ត្រូវបញ្ជាកងទ័ពឬត្រូវចូលប្រយុទ្ធហ៊ុនសែនកំដរបានខ្ញុំធ្លាប់បានប្រកាសហើយថាពេលនេះខ្ញុំធ្វើនាយករដ្ឋមន្ត្រីការប្រមាណឆ្នាំមុនពេលនេះខ្ញុំធ្វើនាយករដ្ឋមន្ត្រីតែថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្ត្រីឥឡូវកំពុងតែឪនាយករដ្ឋមន្ត្រីហើយប្រសិនបើលក្ខណៈសម្បត្តិល្អថ្ងៃក្រោយអាចនឹងខ្ញុំក្លាយទៅជាជីតារបស់នាយករដ្ឋមន្ត្រីក៏អាចថាបានដែរវាសំខាន់លើប្រជាពលរដ្ឋជឿទុកចិត្តឬអត់តែប៉ុណ្ណឹងទេមានសមត្ថភាពធ្វើឬអត់និងប្រជាជនជឿទុកចិត្តឬអត់ព្រោះប្រទេសយើងជាប្រទេសបោះឆ្នោតមិនចាំបាច់ណែឯងមកបដៅហ៊ុនសែនទេប្រទេសរបស់ខ្ញុំចេះចាត់ចែងនេះសូមបញ្ជាក់ជូនណែហើយសូមជូនសារទៅសម្រាប់អ្នកទាំងឡាយដែលបានឲ្យហ៊ុនសែនងាប់មិនងាយងាប់ទេអាមួយនេះរបួស5ដងហើយគេលួចបាញ់មកនឹងប្រមាណដងមិនដែលអត់ងាប់ផងហើយងាប់អីលេងមែនងាប់អីលេងមែនប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំដឹងថាបងប្អូនគឺមកចាំខ្ញុំយូរហើយឥឡូវបែរមិនតាន់ដាំបាយផងទេមិនដឹងហើយថ្ងៃនេះបាននាំមកសម្រាប់ប្រសង់នៅវត្តពូ500ដើមមាន20លានរៀលប្រសង់មួយអង្គ50ម៉ឺនប្រជាពលរដ្ឋ1569គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា50ម៉ឺនរៀលសូមជូនព្រះការចា៎ថ្ងៃមុននាយករដ្ឋមន្ត្រីក៏មកផ្ដល់ថវិកាដែរដែលឃើញថាបងប្អូនមួយចំនួនគេបាននាំមកនាំផ្លូវមកហើយអញ្ចឹងទេយើងយកលុយទៅហើយយើងចង់ទិញអីក៏បានដែរស្រេចចិត្តយើងដោយឡែកបងប្អូនជនពិការចំនួន30នាក់បន្ថែមលើ50ម៉ឺនសូមជូនថែម50ម៉ឺនទៀតសម្រាប់ស្ត្រីមានផ្ទៃពោះថ្ងៃមុននាយករដ្ឋមន្ត្រីជូន50ម៉ឺនដែរលើរបបលើ50ម៉ឺនធម្មតាឥឡូវឪរបស់នាយករដ្ឋមន្ត្រីថែមជូន1លាន
ហ្នឹងហើយគេប្រសិទ្ធនាមឲ្យថាអាកៈផោះភេជាន់ខ្ពស់រួយចឹងបាទអាកៈផោះភេជាន់ខ្ពស់នាយករដ្ឋមន្ត្រីគេចាយគេមានលុយរបស់រដ្ឋប៉ុន្តែសូមកុំភ្លេចថាឪនាយករដ្ឋមន្ត្រីក៏មានសប្បុរសជនជាច្រើនចូលតាមឪនាយករដ្ឋមន្ត្រីដែរដើម្បីយកមកចែកជូនបន្តអាហ្នឹងជាសិល្បៈចែកលេខហើយយើងមានប្រជាជន17លាននាក់នៅពីខាងក្រោយបងប្អូនភាសាទាំងនេះអញ្ចឹងដែលខ្ញុំនិយាយមិញមនុស្សម្នាក់ជីវិតពីរថែទាំខ្លួនបន្តិចទៀតសម្រាលបន្តិចទៀតសម្រាលកុំឲ្យមកដល់ទីនេះបែរជាខ្សត់ខ្សោយខ្វះនេះខ្វះនោះហើយស្ថានភាពពេទ្យមកឲ្យគឺត្រូវត្រៀមរៀបចំហើយគ្រូពេទ្យប្រចាំការគឺជូន10លានរៀលដែរហើយសម្រាប់ជូនអភិបាលខេត្តដោះស្រាយនៅកន្លែងហ្នឹងអត់មានឲ្យយកថវិកានោះទៅដោះស្រាយឯណាទេជូន100លានរៀលសម្រាប់ការរៀបចំរដ្ឋាភិបាលតើវាមិនទៅលើសពីនាយករដ្ឋមន្ត្រីទេព្រោះវាឪនាយករដ្ឋមន្ត្រីវាទៅតែចឹងហើយគេប្រសិទ្ធនាមឲ្យថាជាអគ្គផោះភេជាន់ខ្ពស់អញ្ចឹងយើងត្រូវតែចវាយខេត្តវាមានថវិការបស់ខេត្តក៏ប៉ុន្តែវាមិនគ្រប់គ្រាន់ទេនៅក្នុងការត្រួតត្រងនេះថ្ងៃនេះខ្ញុំមកឲ្យ1លាន100លានតែថ្ងៃក្រោយខាងរដ្ឋាភិបាលត្រូវបញ្ចេញថវិកាមកបន្ថែមដើម្បីត្រួតត្រងនៅកន្លែងនេះខ្ញុំមានប៉ុណ្ណឹងចុះហើយខ្ញុំនឹងរងចាំស្ដាប់ប្រតិកម្មពីទីក្រុងបាងកកដើម្បីថ្ងៃស្អែកខ្ញុំលេងមួយចានត្រឡប់ទៅវិញហើយតើវាមានរឿងអីប៉ុន្តែសូមបញ្ជាក់ណាជូនសារថាខ្ញុំចង់មានសន្តិភាពចង់មិនមានមិត្តភាពជាមួយអ្នកប៉ុន្តែបើអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំគ្មានជំរើសទេខ្ញុំត្រូវតែទទួលយកក្នុងឋានៈអ្នកឯងចាត់ទុកខ្ញុំជាមិត្តខ្ញុំក៏ចាត់ទុកអ្នកឯងជាមិត្តប៉ុន្តែបើអ្នកឯងចាត់ទុកខ្ញុំជាសត្រូវខ្ញុំអត់មានជំរើសក្រៅពីតទល់ជាមួយអ្នកឯងទេហើយមនុស្សរបស់ខ្ញុំសុខចិត្តឲ្យគេក្បត់ខ្ញុំមុនខ្ញុំមិនក្បត់អ្នកណាមុនទេឥឡូវគេក្បត់ខ្ញុំហើយខ្ញុំត្រូវតែលើកឡើងនៅអ្វីដែលគេធ្លាប់ក្បត់ជាតិរបស់គេហើយមកនិយាយឲ្យខ្ញុំស្រាប់នេះគ្រាន់តែជាការព្រមានចំពោះអ្នកឲ្យចេះអប់រំកូនហើយកូនក៏ត្រូវយល់អំពីឪពុករបស់ខ្លួនដែរនិងអ្នកដទៃទៀតសារខ្លះនៅក្នុងដៃរបស់ខ្ញុំនៅឡើយទេគ្រាន់តែខ្ញុំមិនតាន់បញ្ចេញពីនោះហើយស្អែកខ្ញុំនឹងបកស្រាយមួយអំពីបញ្ហានោះហើយសូមបងប្អូនទាំងអស់ទទួលយកដល់ការគោរពការស្រឡាញ់របស់ខ្ញុំហើយក៏ទទួលនៅការប្រាំផ្ញើសួរសុខទុក្ខពីភរិយារបស់ខ្ញុំក្នុងឋានៈជាប្រធានការកបាតក្រហមខ្ញុំសូមជម្រាបដោយត្រង់ពិបាកណាស់នៅពេលដែលភរិយាខ្ញុំស្រស់ទឹកភ្នែកនៅនឹងមុខខ្ញុំនៅមុខចានបាយភរិយាខ្ញុំភ្នែកទន់ខ្ញុំក៏ភ្នែកទន់នៅពេលដែលគាត់បានឃើញរូបភាពទាំងឡាយតាក់ទងនឹងបងប្អូនជួនភៀសខ្លួនគាត់ស្រស់ទឹកភ្នែកគាត់យំនៅពេលដែលគាត់ឃើញអ្នកក្រីក្រលំបាកនៅកន្លែងនោះគាត់ស្រស់ទឹកភ្នែកគាត់យំអញ្ចឹងវាស្ថានភាពមិនមែនជាការសម្ដែងទេអញ្ចឹងខ្ញុំបានជួយបន្ថយនៅស្ថានភាពរបស់គាត់ហើយខ្ញុំក៏បានជួយបន្ថយនៅកង្វល់របស់ព្រះមហាក្សត្រជាទីសក្ការៈក៏ដូចជាលួងម៉ែព្រះមេដាជាតិជាទីសក្ការៈនៅកង្វល់របស់ព្រះអង្គទាំងពីរសម្រាប់សុខទុក្ខកូនចៅ
របស់ព្រះខ្ញុំក៏ជួយបន្ថយនៅកង្វល់ទាំងឡាយរបស់បងប្អូនជួនរួមជាតិដែលនឹកគិតមកដល់ទីនេះផងដែរខ្ញុំពិតជាមិនចង់ឃើញអ្វីកើតឡើងសម្រាប់បងប្អូនទេប៉ុន្តែរឿងនេះគឺជារឿងដែលជាមិនផុតហើយខ្ញុំតម្រូវថាពីមុននេះមិនប្រំតែជាប់ហើយប៉ុន្តែបញ្ជាក់ថែមតិចក្រោយការពិនិត្យសុខភាពហើយខ្ញុំត្រូវធ្វើតើគេហាមឃាត់ឈាមវាបាញ់ត្រូវបិទដៃគេទឹកនឹងព្រឹកមិញទេគេដកអាក្រាស់ចេញព្រោះអាឈាមហ្នឹងវានៅបាញ់ចេញតាមហ្នឹងបើមិនស្រួលទេឈាមនឹងបាញ់ចេញតាមហ្នឹងប្រសិនបើកុំមានថ្ងៃ28ដែលជាខួបកំណត់ប៉ះខ្ញុំនឹងអាចនៅយូរជាងនេះប៉ុន្តែដោយសារតែថ្ងៃ28ខួបកំណត់ប៉ះក្នុងឋានៈជាប្រធានគណៈបកខ្ញុំត្រូវអានសន្ទរកថាដូច្នេះបានជាខ្ញុំពីមុននេះក្រងថាមកជួបបងប្អូននៅទីនេះហើយទៅជួបមន្ត្រីរាជការកម្លាំងប្រមុតក្រុមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឯខេត្តបន្ទាប់ទៅត្រឡប់ទៅភ្នំពេញវិញទាំងយប់ប៉ុន្តែក្រោយមកក៏ធ្វើការកែសម្រួលកម្មវិធីថ្ងៃនេះខ្ញុំសម្រាប់នៅទីរួមខេត្តព្រះវិហារព្រឹកស្អែកខ្ញុំជួបមន្ត្រីរាជការហើយធ្វើការសម្ដែងសម្ដារនៅទីនោះដែលខ្ញុំបាននិយាយមិញថាខ្ញុំនឹងផ្សាយបន្តផ្ទាល់វែកញែកអំពីសង្គ្រាមនិងសន្តិភាពហើយរវាងទំនាក់ទំនងកម្ពុជាថៃក្នុងកម្រិតឡើងចុះរបៀបម៉េចអញ្ចឹងខ្ញុំអាចមានឱកាសបានសួរសុខទុក្ខហើយបាននិយាយច្រើនជាមួយបងប្អូននៅទីនេះសង្ឃឹមថាបងប្អូនមិនធុញទ្រាន់ជាមួយនឹងអ្វីដែលខ្ញុំនិយាយនោះទេហើយចង់បញ្ចប់ជូនពរចំពោះបងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនជាមួយនឹងពុទ្ធពរនិងពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈនិងបរិពានៈកុំបីគ្រឿនគ្រឿឡើយសុខភាព